និយាយពីថាថ្មីហើយខ្ចីលវក់តែម្ដងណាស្ដាយដោយបងប្អូនអរគ្នាបានឃើញចឹងហើយនេះក្មួយខ្ញុំនឹងគាត់ភ្លក់មុនគេតែម្ដងនេះមិនដែលបានស្គាល់រសជាតិឃ្មុំទេដោយសារឪនឹងរវល់ទៅធ្វើសំណង់ហើយអត់ហើយបាទឹកនេះអត់គ្នាហើយបើនិយាយពីក្បាលទឹកវិញបងប្អូនអរគ្នាហើយណែមិនអោយគេយល់ច្រឡំថាខ្ញុំមិនចាំមិនបើក្បាលទឹកយ៉ាងហ្នឹងនេះហើយក៏អធិស្ឋានបងប្អូនអរគ្នាដៃរបស់ខ្ញុំគឺដោះលាងសាប៊ូឲ្យស្អាតហើយបានខ្ញុំមកកាន់អញ្ចឹងណាហើយកុំភ័យថាខ្លាចមិនមានអនាម័យគឺមានអនាម័យល្អណាស់សម្រាប់ខ្ញុំគឺមិនអោយបងប្អូនមានបញ្ហាជាមួយនឹងសុខភាពទេនិយាយពីថាថ្មីស្រស់ឲ្យខ្ចីលវក់តែម្ដងនេះគឺជាទឹកឃ្មុំខែចែកទេណាខែប្រាំងហើយអត់មានធ្លាក់ភ្លៀងទេបងប្អូនឥឡូវហ្នឹងគឺមានការធ្លាក់ភ្លៀងហើយទោះបីជាធ្លាក់ភ្លៀងបែបណាក៏វានៅតែសត់នៅតែអីដដែលប៉ុន្តែគាត់តែថាវារៀងរាវអញ្ចឹងតែនេះគឺអត់មានរាវមានអីទេគឺនៅធម្មតានៅខាប់នៅអីល្អគឺថាថ្មីស្រស់ខ្លះមែនតើហើយសម្រាប់ខ្ញុំគឺខ្ញុំរកស៊ីមួយជីវិតខ្ញុំរកស៊ីអត់បោកថាទំនុកចិត្តរបស់អតិថិជនទេបងប្អូនអរគ្នាដោយសារតែខ្ញុំរកស៊ីមួយជីវិតចឹងខ្ញុំមិនអាចរកស៊ីបិទផ្លូវខ្លួនឯងទេបិទច្រកខ្លួនឯងទេអ្នកខ្លះយកទៅទុកឡងរាប់ខែរាប់ឆ្នាំបែរជាថាទឹកឃ្មុំនឹងអត់សត់ហើយសួរថាខ្ញុំនឹងទទួលយកវិញអត់ចឹងបងប្អូនអរគ្នាសាកខមមិនមើលបើយីប៉ែនឹងលិតទឹកឃ្មុំខ្ញុំភ្លាមគេថាអូយទឹកឃ្មុំនេះមិនសត់ទេហើយខ្ញុំជាអ្នកទិញឃ្មុំរាប់ឆ្នាំហើយជាអ្នកទិញឃ្មុំរាប់ឆ្នាំអត់ដឹងថាឃ្មុំសត់បែបណាឃ្មុំលាយបែបណាទេគឺអត់ដឹងទាល់តែសត់គេថាឃ្មុំនេះគឺជាឃ្មុំដែលលាយស្ករលាយទឹកងងូលាយស្ករត្នោតលាយស្ករសមិញឯងនិយាយនឹងមិញឯងនិយាយឲ្យតែរួចតែពីមាត់ទេនិយាយចង់ទៅឲ្យខ្ញុំខឹងចង់ទៅឲ្យខ្ញុំកញ្ញិចមិញឯងទេខ្ញុំមិនមែនជាក្មេងលក់ទឹកឃ្មុំនឹងលក់លើទេណាខ្ញុំរកស៊ីលក់ទឹកឃ្មុំនឹងខ្ញុំរករាប់ឆ្នាំ10 20ឆ្នាំហើយខ្ញុំតតំណែងពីម្ដាយរបស់ខ្ញុំអញ្ចឹងមុខជំនួញរបស់ខ្ញុំតពីម្ដាយរបស់ខ្ញុំអញ្ចឹងហេតុអីបានខ្ញុំទៅបោកប្រាស់អ្នកដទៃដើម្បីទៅផលប្រយោជន៍ខ្លួនឯងនោះតែមួយពេលគឺបិទច្រកខ្លួនឯងហើយមីងទឹកឃ្មុំបើខ្ញុំថាមិនសត់គឺវាមិនសត់តែបើខ្ញុំថាសត់គឺវាសត់ហើយបើខ្ញុំថារាវគឺវារាវបើខ្ញុំថាខាប់គឺវាខាប់ហើយអញ្ចឹងរាល់ថ្ងៃនេះខ្ញុំសុំតែសុខខ្ញុំសុំតែភាពស្មោះត្រង់ទេខ្ញុំមិនទៅដើរបោកប្រាស់ដើម្បីផលប្រយោជន៍ទៅខ្លួនឯងទេខ្ញុំមិនធ្វើដូចមីងឯងអញ្ចឹងទេវិញទៀតអតិថិជនអ្នកប្រើប្រាស់គាត់មានល្ងងទេគាត់ចេះមើលណាថាមនុស្សស្មោះត្រង់វាមិនខ្មិចហើយអ្នកលក់នឹងវាមិនខ្មិចថាខ្ញុំរកស៊ីឬខ្ញុំធ្វើអីទេនោះក្រមសីលធម៌របស់ខ្ញុំគឺតែងតែមកមុនគឺប្រកាន់នៅភាពស្មោះត្រង់